ok យើងឃើញវានឹង load ចេញនៅលើនេះអញ្ចឹងដើម្បីធ្វើវាបានយើងគ្រាន់តែ select tick របស់យើងដែលយើងចង់ justify វាមកហើយយើងចុចលើនេះអូខេសួស្តីបងប្អូនទាំងគ្នានៅក្នុងវីដេអូនេះយើងនឹងរៀនអំពីកំណត់ tick របស់យើងឲ្យមើលទៅស្អាតជាងមុនបាទនេះខ្ញុំមាន tick បែបនេះជាអត្ថបទព្រះគម្ពីរពេលដែលយើងសរសេរគឺវាមានដកឃ្លាអស្មើទេហើយនៅពេលដែលខ្ញុំព្យាយាមប្រើ justify បើយើងចូលនៅក្នុង layout សន្ទុះចូលនៅក្នុង paragraph ហើយយើងចុចលើហ្នឹងហើយយើងចូល justify វាស្មើសងខាងក៏ពិតមែនប៉ុន្តែអ្វីដែលមិនសូវស្អាតដែលខ្ញុំថាមិនសូវស្អាតនោះគឺយើងមើលកន្លែងដកឃ្លាខ្លះដកឃ្លាធំដកឃ្លាតូចអញ្ចឹងទៅអញ្ចឹងខ្ញុំបែកមកវិញអូខេយើងមានកម្មវិធីមួយដែលអាចជួយយើងបានដែលយើងត្រូវបង្កើត add in គ្រប់ថ្មីនៅក្នុងនេះគឺយើងឃើញ table នេះគឺ tab នេះគឺវាមានគ្រប់របស់វាដូចគ្រប់ home គ្រប់ insert គ្រប់ draw មានតែយើងត្រូវបង្កើតគ្រប់នៅក្នុង home មានគ្រប់របស់វាដែរដូចជាគ្រប់ font clipboard paragraph style add in អីចឹងទៅណាចឹងខ្ញុំចង់បង្កើតគ្រប់មួយដែលយើងចង់ប្រើThai Institute នោះមកប្រើនៅក្នុងហ្នឹងអូខេតោះមកខ្ញុំចូលក្នុង file ដើម្បីធ្វើវាបានយើងចូលក្នុង file បងប្អូនទៅរកកន្លែង option បាទ option ចុចខាង option ហ្នឹងមកអូខេនៅក្នុង option បងប្អូនចូលទៅក្នុង customize ribbon បាទក្នុង customize ribbon គឺយើងនឹងបង្កើតគ្រប់មួយថ្មីនៅកន្លែងនេះជាឧទាហរណ៍ខ្ញុំបង្កើតនៅក្នុង home តែម្ដងខ្ញុំឈរនៅលើ choose home ហើយខ្ញុំចុច new group អូខេ new group នេះយើងអាចដាក់ឈ្មោះបានអញ្ចឹងខ្ញុំដាក់ឈ្មោះ rename ខ្ញុំដាក់ឈ្មោះខ្ញុំអូខេឧទាហរណ៍ home បែបនេះមកអូខេហើយខ្ញុំយកនេះអូខេអញ្ចឹងយើងបាន home មួយប៉ុន្តែវាអត់មានអីទេវានឹងចេញនៅកន្លែងនេះ home មែនទេអញ្ចឹងដើម្បីបានវាធ្វើម៉េចខ្ញុំចូលទៅក្នុង add comment ខ្ញុំដូរកន្លែង popular comments ខ្ញុំយកទៅជា all comments អូខេហើយខ្ញុំ drop down ទៅរកពាក្យថៃអក្សរ T បាទមួយនេះគឺ Thai distribute បាទចុចលើនឹងមកចុចអូខេសំដៅចុចលើនឹងចុច add សិនខ្លង add បាទអញ្ចឹងមានតែវានៅក្នុងគ្រប់ home ខ្ញុំហ្នឹងហើយបន្ទាប់មកគឺខ្ញុំចុចអូខេអូខេយើងឃើញវានឹង load ចេញនៅកន្លែងនេះអញ្ចឹងដើម្បីធ្វើវាបានយើងគ្រាន់តែ select tick របស់យើងដែលយើងចង់ justify វាមកហើយយើងចុចលើនេះបាទបងប្អូនឃើញវានឹង load មកស្អាតជាងមុនបាទវានឹងដកឃ្លាស្មើគ្នាទាំងអស់អញ្ចឹងឬក៏ខ្ញុំចុច select all មកខ្ញុំដាក់បែបនេះបាទអូខេអញ្ចឹងវាថាឯកសាររបស់ខ្ញុំទាំងអស់គឺរួចរាល់ហើយស្អាតជាងមុនបាទអត់អាក្រក់មើលទេឃើញទេអូខេអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេសង្ឃឹមថាវាងាយស្រួលសម្រាប់បងប្អូនទាំងអស់គ្នាសម្រាប់ប្រើប្រាស់នៅ Thai distribute នេះអូខេអរគុណច្រើនសូមព្រះប្រទានពរ